នេះគឺជាមោទនភាពជាតិដ៏ធំធេងមួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើននិងការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងវិស័យផលិតកម្មនិងសហគ្រិនភាពខ្មែរការផ្លាស់ប្ដូរនិន្នាការទីផ្សារពីនាំចេញទៅបរទេសមកជាការផ្គត់ផ្គង់និងការកែច្នៃក្នុងស្រុកដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាននិងឱកាសកាលពីមុនយើងបានពឹងផ្អែកលើការនាំចេញស្លឹកប្រចាក់ទៅប្រទេសជិតខាងដែលតម្លៃពេលនោះមិនមានស្ថិរភាពនិងពឹងផ្អែកតែលើឈ្មួញកណ្ដាលប៉ុណ្ណោះប្រចាក់គឺជាដំណាំកសិឧស្សាហកម្មនិងជាឱសថបុរាណដ៏មានតម្លៃមួយប្រភេទដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមជូនកសិករខ្មែរយើងដើមប្រចាក់ភាគច្រើនមានដុះនៅក្នុងខេត្តស្វាយរៀងស្រុកស្វាយទាបដែលជាដំណាំដ៏កម្រមួយរបស់កម្ពុជាយើងតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រស្លឹកប្រចាក់គឺជាប្រភេទដ៏សម្បូរបែបនៃប្រេងសំខាន់ៗដែលជួយសម្រាលការឈឺចុកចាប់និងជួយព្យាបាលបញ្ហាសុខភាពរាងកាយរបស់មនុស្សតាមការសិក្សាស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានបង្ហាញថាស្លឹកប្រចាក់មានសមាសធាតុសំខាន់ៗប្រឆាំងនឹងការរលាកបំបាត់ការឈឺចាប់តាមសរសៃនិងសាច់ដុំជួយសម្រួលប្រព័ន្ធដង្ហើមព្រមទាំងប្រឆាំងបាក់តេរីនិងផ្សិតតាមរយៈការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះប្រចាក់មិនត្រឹមតែជាឱសថបុរាណតាមការចំណាំនោះទេប៉ុន្តែមានភស្តុតាងគីមីសាស្ត្រជាក់ច្បាស់ដែលគាំទ្រដើម្បីយកទៅកែច្នៃធ្វើជាផលិតផលសុខភាពធម្មជាតិលំដាប់ស្តង់ដារដូចជាប្រេងរឹតសរសៃនិងប្រេងកូឡាជាដើមផលិតផលដែលកើតចេញពីការសិក្សាស្រាវជ្រាវយ៉ាងត្រឹមត្រូវនេះបានធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តកាន់តែខ្លាំងថាផលិតផលខ្មែរយើងមិនត្រឹមតែមានភាពល្អទេថែមទាំងមានសុវត្ថិភាពខ្ពស់ចំពោះសុខភាពថែមទៀតផងនេះជាការផ្លាស់ប្ដូរពីអ្នកលក់វត្ថុធាតុដើមទៅបរទេសមកជាម្ចាស់ផលិតផលសម្រេចលំដាប់ស្តង់ដារហើយក៏ជាជំហានដ៏មានឥទ្ធិពលមួយក្នុងការលើកកម្ពស់តម្លៃថាផលិតផលខ្មែរមោទនភាពនៅលើទីផ្សារយើងជាការពិតណាស់ការដែលរោងចក្រឬសហគ្រាសក្នុងស្រុកអាចប្រមូលទិញស្លឹកប្រចាក់ពីកសិករបានកាន់តែច្រើនវាជាការបញ្ជាក់ថាផលិតផលខ្មែរមានស្តង់ដារខ្ពស់អាចប្រើប្រាស់វត្ថុធាតុដើមធម្មជាតិពិតៗដើម្បីផលិតជាឱសថដែលមានគុណភាពនិងសុវត្ថិភាពខ្ពស់ជូនអតិថិជនដូច្នេះនៅពេលដែលយើងគាំទ្រផលិតផលខ្មែរអាចជាឱកាសធ្វើឲ្យសហគ្រិនខ្មែរពង្រីកខ្លួនកាន់តែធំទីផ្សាររបស់កសិករដាំដើមប្រចាក់ក៏កាន់តែមាននិរន្តរភាពនិងភាពកក់ក្ដៅជាងមុនព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង